នៅពេលដែលព្រះម្ចាស់សត្រីបាច្រាកិធីយ៉ាផាបានសោយទីវង្គតមនុស្សនៅទូទាំងប្រទេសបានចោទសួរនៅសំណួរដូចគ្នាក្នុងពេលតែមួយថាតើនរណានឹងមកបន្តវេនដំបូងឡើយមនុស្សគ្រប់គ្នាសម្លឹងមើលទៅកាន់រាជបុត្រារបស់ព្រះមហាក្សត្រដែលត្រូវបានបណ្ដេញចេញហើយកំពុងរស់នៅឆ្ងាយឯសហរដ្ឋអាមេរិកមួយរយៈនោះរឿងរ៉ាវទាំងមូលហាក់ដូចជាផ្ដោតលើពួកគេប៉ុន្តែទ្វារត្រូវបិទជិតចំពោះពួកគេជាបន្តបន្ទាប់ដូច្នេះសំណួរនេះក៏ត្រូវបានផ្លាស់ប្ដូរម្ដងទៀតហើយលើកនេះវាក៏បានធ្លាក់ទៅលើនរណាម្នាក់ដែលគ្មាននរណាម្នាក់រពឹងទុកជាមនុស្សដែលបានចំណាយពេលស្ទើរតែមួយជីវិតលាក់ខ្លួននៅក្នុងទីប្រជុំជនតូចមួយក្នុងប្រទេសអាល្លឺម៉ង់ទ្រង់គឺជាព្រះរាជបុត្រពៅរបស់ព្រះមហាក្សត្រព្រះម្ចាស់ដែលមានព្រះជន្ម21វស្សាដ៏អៀនព្រានម្នាក់ដែលប្រជាជនភាគច្រើននៅក្នុងប្រទេសថៃស្ទើរតែមិនដែលបានឮទ្រង់មានព្រះរាជឱវាទឡើយទ្រង់មានព្រះនាមថាព្រះម្ចាស់ឌីផែនកនអស់ជាច្រើនឆ្នាំទ្រង់គឺជាសមាជិករាជវង្សតែមួយអង្គគត់ដែលគ្មាននរណាម្នាក់ធ្លាប់និយាយដល់រហូតដល់រដូវក្តៅមួយទ្រង់បានក្លាយជាប្រធានបទដ៏ធំបំផុតនៅក្នុងព្រះរាជាណាចក្រទាំងមូលសូមស្រមៃមើលមួយផ្លែតភ្ញាក់ពីដេកនៅព្រឹកមួយហើយសម្ដឹងខ្លួនថាអនាគតនៃប្រទេសមួយទាំងមូលអាចនឹងស្ថិតនៅលើរូបអ្នកប៉ុន្តែនៅក្នុងប្រទេសរបស់ទ្រង់ផ្ទាល់ប្រជាជនមិនត្រូវបានអនុញ្ញាតឲ្យសួរថានរណានឹងក្លាយជាអ្នកគ្រប់គ្រងបន្ទាប់នៅឡើយវាជាការសម្ងាត់ដែលគ្មាននរណាម្នាក់អាចនិយាយចេញមកក្រៅបានឡើយហើយចម្លើយអាចជារូបទ្រង់តើព្រះម្ចាស់ដែលលាក់បាំងអង្គនេះជានរណាហើយតើជោគវាសនានៃព្រះរាជាណាចក្រទាំងមូលស្រាប់តែធ្លាក់មកលើស្មារបស់ទ្រង់ដោយរបៀបណាសូមបន្តតាមដានជាមួយ admin ព្រោះនេះប្រហែលជារឿងរ៉ាវរាជវង្សដ៏សោកសៅបំផុតដែលយើងធ្លាប់បានរៀបរាប់ដើម្បីយល់ពីទ្រង់អ្នកត្រូវត្រឡប់ទៅការពីថ្ងៃដែលទ្រង់ប្រសូតនាខែមេសាឆ្នាំ2005នៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងបាងកកការប្រសូតរបស់ទ្រង់មានសារៈសំខាន់យ៉ាងជ្រាលជ្រៅចំពោះរាជវង្សព្រោះទ្រង់ជាព្រះរាជបុត្រាតែមួយអង្គគត់របស់ព្រះមហាក្សត្រដែលត្រូវបានទទួលស្គាល់ព្រះពីតូឡាជាតារបស់ទ្រង់គឺជាអតីតព្រះមហាក្សត្រដ៏ស្រឡាញ់ស្មោះស្ម័គ្ររបស់ប្រទេសថៃដែលបានជ្រើសរើសព្រះនាមឲ្យទារកនេះដោយផ្ទាល់មូលហេតុដែលទ្រង់សំខាន់មិនមែនត្រឹមតែមកពីទ្រង់ជាបុត្រាតែមួយអង្គគត់នោះទេប៉ុន្តែគឺដោយសារតែអ្វីដែលបានកើតឡើងចំពោះបុត្រាផ្សេងទៀតព្រះមហាក្សត្រមានព្រះរាជបុត្រាច្បង4អង្គទៀតពីអាពាហ៍ពិពាហ៍មុនប៉ុន្តែបន្ទាប់ពីអាពាហ៍ពិពាហ៍នោះបានបែកបាក់បុត្រាទាំង4អង្គបានបាត់បង់ក្រមងាររាជវង្សហើយបានធំដឹងក្តីនៅឆ្ងាយពីប្រទេសថៃដូច្នេះខ្សែស្រឡាយនៃព្រះរាជបុត្រាបានខកខានបន្តិចម្ដងរហូតដល់សល់តែទ្រូម្នាក់ប៉ុណ្ណោះដែលកាន់កាប់វាទាំងអស់ដោយមិនបានតាំងចិត្តក្មេងតូចរូបនេះបានក្លាយជាផ្នែកមួយនៃរឿងរ៉ាវគ្រួសារដែលស្មុគស្មាញយ៉ាងជ្រាលជ្រៅលុះដល់ទ្រង់មានព្រះជន្មត្រឹមតែ9វស្សាពិភពលោករបស់ទ្រង់បានបែកបាក់ជាពីរព្រះបិតានិងព្រះមាតារបស់ទ្រង់បានលែងលះគ្នាព្រះមាតារបស់ទ្រង់បានបាត់បង់ក្រមងាររាជវង្សហើយបានបាត់ខ្លួនពីជីវិតរបស់ទ្រង់អ្នកតាមដានមួយរឿងរ៉ាវរាជវង្សបាននិយាយថាទ្រង់មិនដែលបានជួបព្រះមាតាដោយផ្ទាល់ចាប់តាំងពីថ្ងៃនោះមកម្លេះសូមស្រមៃមើលក្មេងប្រុសអាយុ9ឆ្នាំម្នាក់ដែលទើបតែបាត់បង់ព្រះមាតាហើយត្រូវបានគេបញ្ជូនទៅឲ្យធំដឹងក្តីនៅចំម្ខាងទៀតនៃពិភពលោកស្ទើរតែម្នាក់ឯងទាំងស្រុងភាគច្រើននៃជីវិតរបស់ព្រះម្ចាស់ឌីផែនកនមិនបានរស់នៅក្នុងព្រះបរមរាជវាំងមាសក្នុងទីក្រុងបាងកកនៅឡើយផ្ទុយទៅវិញទ្រង់បានធំដឹងក្តីនៅក្នុងទីប្រជុំជនដ៏ស្ងប់ស្ងាត់តូចមួយនៅក្បែរបិណ្ឌក្នុងតំបន់ជនបទនៃប្រទេសអាល្លឺម៉ង់ដែលឡោមព័ទ្ធដោយភ្នំពណ៌បៃតងនិងជួរភ្នំនៅឆ្ងាយៗទ្រង់បានរស់នៅក្នុងភូមិគ្រឹះដែលមានអាងហែលទឹកសម្លឹងមើលទៅបឹងហើយធំដឹងក្តីដោយនិយាយភាសាអាល្លឺម៉ង់យ៉ាងស្រទន់ដូចជាក្មេងដទៃទៀតនៅក្នុងតំបន់នោះដែររូបភាពបន្តិចបន្តួចនៃពេលនោះគឺគួរឲ្យស្រឡាញ់និងធម្មតាយ៉ាងគួរឲ្យភ្ញាក់ផ្អើលយើងបានឃើញទ្រង់ជិះកង់តាមជនបទឡើងភ្នំនិងធ្វើពិធីជប់លៀងថ្ងៃខួបកំណើតជាមួយមិត្តភ័ក្តិសាលាជនជាតិអាល្លឺម៉ង់វាជារូបភាពដ៏ស្រស់ស្អាតមួយរាជទាយាទនៃរាជបល្ល័ង្កដ៏ចាស់ជរាបំផុតមួយនៅលើភពផែនដីកំពុងរៀនជិះកង់នៅទីប្រជុំជនតូចមួយដែលនៅជិតខាងភាគច្រើនមិនដឹងថាទ្រង់ជានរណាឡើយប៉ុន្តែវានឹងខុសប្រសិនបើយើងហៅថារឿងព្រេងនិទានដ៏មានសុភមង្គលព្រោះនៅពីក្រោយវាទាំងអស់នេះវាមានភាពឯកាដ៏ជ្រាលជ្រៅ
ទ្រង់នៅឆ្ងាយពីប្រទេសកំណើតឆ្ងាយពីព្រះមេដាហើយសូម្បីតែព្រះបិតារបស់ទ្រង់ក៏ចំណាយពេលភាគច្រើននៅកន្លែងផ្សេងទៀតក្នុងប្រទេសអាល្លឺម៉ង់នៅបានជួបទ្រង់ដោយកម្របំផុតទ្រង់បានភូមិដឹងក្តីនៅក្នុងភូមិគ្រឹះនោះដោយឡោមព័ទ្ធដោយបុគ្គលិកជំនួសឲ្យក្រុមគ្រួសារអស់ជាច្រើនឆ្នាំមកនេះកាសែតបរទេសមួយចំនួនបានសន្មតថាព្រះម្ចាស់អាចមានបញ្ហាក្នុងការរៀនសូត្រប៉ុន្តែព្រះបរមរាជវាំងមិនដែលបញ្ជាក់ពីរឿងនេះឡើយហើយនៅក្នុងប្រទេសថៃការនិយាយអំពីប្រធានបទនេះគឺខុសច្បាប់ដូច្នេះយើងមិនអាចទាយអំពីសុខភាពរបស់ទ្រង់ពីខាងក្រៅនោះទេព្រោះវាមិនយុត្តិធម៌សម្រាប់ទ្រង់ឡើយអ្វីដែលយើងអាចនិយាយបានគឺអស់ជាច្រើនឆ្នាំមកនេះវាពិតជាមិនសំខាន់ទេថាទ្រង់ឯកោឬនៅឆ្ងាយប៉ុណ្ណាព្រោះមាននរណាម្នាក់ផ្សេងទៀតតែងតែឈរនៅពីមុខទ្រង់ជាមនុស្សដែលប្រជាជនថៃស្រឡាញ់រួចទៅហើយនាងគឺព្រះម្ចាស់ស្ត្រីបាច្រាកិធិយាផានាងជាមេធាវីនាងជាអ្នកទូតម្នាក់ដែលត្រូវបានគេគោរពនៅទូទាំងពិភពលោកចំពោះការងារជួយស្ត្រីនៅក្នុងពន្ធនាគារនាងមានភាពស្ងប់ស្ងាត់ស្រស់ស្អាតនិងជាចម្លើយចំពោះរាល់ការព្រួយបារម្ភអំពីអនាគតប្រជាជនថៃតែងតែគិតថាមិនអីទេយើងមាននាងប៉ុន្តែនៅក្នុងខែធ្នូឆ្នាំ2022អ្វីៗគ្រប់យ៉ាងបានផ្លាស់ប្ដូរខណៈពេលកំពុងដើរលេងជាមួយសំណក់ព្រះម្ចាស់ស្ត្រីស្រាប់តែដួលសន្លប់ដោយសារបញ្ហាបេះដូងហើយបានធ្លាក់ចូលទៅក្នុងភាពសន្លប់យ៉ាងជ្រៅអស់រយៈពេល3ឆ្នាំប្រទេសទាំងមូលបានបួងសួងឲ្យព្រះនាងភ្ញាក់ឡើងប៉ុន្តែនៅខែមិថុនាឆ្នាំ2026ក្តីសង្ឃឹមនោះបានអស់រលីងនៅពេលដែលព្រះនាងបានសោយទីវង្គតក្នុងព្រះជន្ម47ព្រះវស្សាពេលនោះប្រទេសទាំងមូលបានសម្លឹងមើលទៅលើដើម្បីមើលថានរណាម្នាក់ដែលនៅសល់ក្នុងជួររាជវង្សហើយគ្រប់ខ្សែភ្នែកបានធ្លាក់ទៅលើបរិសុទ្ធវ័យក្មេងម្នាក់នៅប្រទេសអាល្លឺម៉ង់ដែលស្ទើរតែគ្មាននរណាម្នាក់ស្គាល់ពិតប្រាកដក្រមច្បាប់បន្តរាជសម្បត្តិរបស់ថៃក្នុងនាមជាព្រះរាជបុត្រាតែមួយអង្គគត់ដែលត្រូវបានទទួលស្គាល់ Depend កនត្រូវបានគេមើលឃើញថាជាបេក្ខជនដែលមានសិទ្ធិរឹងមាំបំផុតក្នុងការឡើងគ្រងរាជ្យប៉ុន្តែព្រះមហាក្សត្រដែលមានព្រះជន្ម73វស្សានៅតែមិនទាន់ប្រកាសជាផ្លូវការថានរណានឹងមកបន្តវេនពីទ្រង់ឡើយក្នុងរជ្ជកាលជិត10ឆ្នាំមកនេះភាពស្ងប់ស្ងាត់នេះបានបង្កើតជាសំណួរប្រសិនបើព្រះរាជបុត្រាស្ថិតនៅជួរមុខគេតើហេតុអ្វីបានជាព្រះបិតាមិនប្រកាសឲ្យច្បាស់ចម្លើយស្មោះត្រង់គឺគ្មាននរណាម្នាក់នៅក្រៅព្រះបរមរាជវាំងដឹងប្រកាសនោះទេដំណើរការបន្តរាជសម្បត្តិអាស្រ័យលើព្រះមហាក្សត្រប៉ុន្តែវាក៏ប្រែប្រួលតាមច្បាប់ប្រពៃណីនិងការសម្រេចចិត្តក្នុងវាំងក្រៅពីទ្រង់នៅមានព្រះរាជភេកនីបងស្រីបង្កើតម្ដាយទីតីដែលជាអ្នករចនាម៉ូដដ៏ល្បីល្បាញព្រះពីតឆាងដែលជាមីងចាស់នៅក្នុងគ្រួសារនិងផ្លូវច្បាប់ផ្សេងទៀតដែលអនុញ្ញាតឲ្យមានអ្នកបន្តវេនផ្សេងដូច្នេះនៅលើក្រដាស Depend កនមានសិទ្ធិរឹងមាំបំផុតប៉ុន្តែអ្វីដែលសរសេរនៅលើក្រដាសមិនមែនតែងតែជាអ្នកសម្រេចឡើយសូមស្រមៃមើលទីតាំងរបស់ទ្រង់នាពេលនេះបរិសុទ្ធវ័យក្មេងដ៏អៀនព្រានម្នាក់ដែលធំដឹងក្តីដោយសម្ងាត់នៅឆ្ងាយស្រាប់តែត្រូវក្លាយជាក្តីសង្ឃឹមនៃរាជវង្សដែលមានអាយុកាលជិត250ឆ្នាំនិងប្រទេសដែលមានប្រជាជន70លាននាក់មនុស្សជាច្រើនបានហៅទ្រង់ថាជាព្រះម្ចាស់ដែលជាប់អន្ទាក់ដោយមកុដដែលទ្រង់មិនដែលទាមទាររឿងដែលចម្លែកនោះគឺប្រទេសថៃមានច្បាប់ដ៏តឹងរ៉ឹងដែលហាមឃាត់ការប្រមាថឬសូម្បីតែការពិភាក្សាដោយចំហអំពីគ្រួសាររាជវង្សដែលអាចប្រឈមនឹងការជាប់ពន្ធនាគារជាច្រើនឆ្នាំនេះមានន័យថាសំណួរដ៏សំខាន់បំផុតតើនរណានឹងក្លាយជាអ្នកគ្រប់គ្រងបន្ទាប់គឺជាសំណួរដែលប្រជាជនមិនត្រូវបានអនុញ្ញាតឲ្យសួរចេញមកក្រៅនោះឡើយទោះជាយ៉ាងណាក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះបរិសុទ្ធវ័យក្មេងរូបនេះបានចាប់ផ្ដើមឈានជើងចេញមកក្រៅបន្តិចម្ដងក្នុងឆ្នាំ2025ទ្រង់បានទៅទស្សនកិច្ចនៅមណ្ឌលកុមារីនិងចែកអំណោយទ្រង់បានឈរនៅក្បែរព្រះបិតាក្នុងពិធីផ្លូវការផ្សេងវាហាក់ដូចជាទ្រង់កំពុងត្រូវបានរៀបចំសម្រាប់តួនាទីនេះបន្តិចម្ដងប៉ុន្តែការពិតគឺគ្មាននរណាម្នាក់ដឹងច្បាស់ថាតើមានអ្វីកើតឡើងបន្តទៀតឡើយព្រះមហាក្សត្រអាចនឹងប្រកាសឈ្មោះ Depend កននៅថ្ងៃស្អែកឬអាចជ្រើសរើសនរណាម្នាក់ផ្សេងទៀតទាំងស្រុងសូមទុកព្រះបរមរាជវាំងច្បាប់នៅមកុដមួយឡែកហើយស្រមៃមើលទ្រង់ជាក្មេងប្រុសម្នាក់នៅលើកង់ជិះកាត់ទីប្រជុំជនដ៏ស្ងប់ស្ងាត់នៃប្រទេសអាល្លឺម៉ង់នៅក្បែរបឹងដ៏សន្តិភាព
បរិះវ័យក្មេងដែលថ្ងៃណាមួយអាចនឹងពាក់មកុដដ៏មានអំណាចបំផុតមួយនៅលើផែនដីបានចំណាយពេលមួយជីវិតត្រឹមតែព្យាយាមរស់នៅឲ្យឆ្ងាយពីភ្នែកមហាជនឥឡូវនេះព្រះរាជាណាចក្រទាំងមូលកំពុងអត់ដង្ហើមរងចាំមើលថាតើទ្រង់នឹងក្លាយជានរណាតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរតើព្រះម្ចាស់ដ៏អៀនព្រាននិងទន់ភ្លន់អង្គនេះអាចនឹងក្លាយជាស្ដេចថៃដែលបន្តវេនពីព្រះម្ចាស់មហាវជ្រាលង្កនបានដែរឬទេសូមខមមិនខាងក្រោមវីដេអូដើម្បីឲ្យមានបានដឹងពីចម្លើយរបស់បងប្អូនទាំងអស់គ្នាយើងនឹងជួបគ្នានៅវីដេអូបន្តទៀត